ចេញមកពីណាទៅអូបាទនិយាយរឿងគ្រុនឈាមណាបាទសំណួរនេះល្អបងប្អូនអើយព្រោះដោយសារជារដូវដែលភ្លៀងស្រាប់ផងណាបាទអញ្ចឹងជំងឺគ្រុនឈាមនេះគឺវាកើតចេញអំពីមូសខ្លាដែលមានវីរុសគ្រុនឈាមហ្នឹងបាទហើយវាចម្លងពីមនុស្សម្នាក់ទៅមនុស្សអ្នកទៀតហ្នឹងតាមរយៈមូសខ្លាដែលផ្ទុកមេរោគហ្នឹងវាទៅខំយើងបាទអរគុណលោកគ្រូសំណួរទី2ដើម្បីការពារកុំឲ្យមូសខ្លាខាំការជំងឺគ្រុនឈាមយើងធ្វើមិនខ្លះទៅបាទឥឡូវយើងនិយាយពីវិធីការពារកុំឲ្យកើតជំងឺគ្រុនឈាមបាទទី1គឺយើងត្រូវក្របពាងទឹករបស់យើងហ្នឹងដែលនៅជុំវិញផ្ទះហ្នឹងកុំឲ្យសត្វមូសអាចបង្កបង្កើតកូនបានទី2គឺវត្ថុដែលនៅជុំវិញផ្ទះយើងដែលអាចដក់ទឹកបានហ្នឹងណាដូចជាផ្តិលដូចជាកង់ឡានអីហ្នឹងយើងត្រូវលុបបំបាត់ចោលកុំឲ្យវាคล้ายទៅជាកន្លែងដក់ទឹកកុំឲ្យសាច់មូសហ្នឹងវាទៅបង្កបង្កើតខ្លួនកូនចៅបានទី3គឺយើងអាចបាញ់ថ្នាំសម្លាប់សត្វមូសនៅក្នុងផ្ទះរបស់យើងឬក៏ប្រើប្រាស់នៅថ្នាំលាបនៅលើខ្លួនប្រាណយើងហ្នឹងដើម្បីកុំឲ្យមូសវាខាំយើងបានទី4គឺយើងត្រូវស្លៀកពាក់ណាដូចជាខោជើងវែងអាវដៃវែងដើម្បីការពារកុំឲ្យមូសខាំហើយទី5នោះគឺយើងត្រូវគេងនៅក្នុងមុងជាប្រចាំហើយយើងត្រូវបើកទ្វារបង្អួចដើម្បីឲ្យមានពន្លឺចេញចូលបានល្អដូច្នេះយើងត្រូវរួមគ្នាកម្ចាត់មូសខ្លាដើម្បីកុំឲ្យឆ្លងមេរោគគ្រុនឈាម